ពុកម៉ែបងប្អូនកាលពីវីដេអូមុនបងបានសួរថាចន្ទីដែលវាមានអាយុនៅក្មេងឬក៏អាយុតិចឆ្នាំតើចាំបាច់ជំរុញទាញត្រួយដែរឬទេបាទនេះគឺជាចំការចន្ទីលពូប៉ក់នៅស្រុកគូលែនខេត្តព្រះវិហារបាទចន្ទីគាត់អាយុទើបតែ6ឆ្នាំទេប៉ុន្តែគាត់បានសម្រេចជ្រើសរើសបាញ់ជាមួយនឹងឈុតជំរុញទាញត្រួយរបស់យើងបាទបន្ទាប់ពីគាត់បាញ់បានមួយវគ្គហើយពុកម៉ែបងប្អូនក៏លេខតែមើលត្រួយចន្ទីរបស់គាត់គឺជាត្រួយដែលមានកម្លាំងមានគុណភាពតងត្រួយធំៗធ្លោល្អស្លាកមានពណ៌បៃតងដិតបាទហើយវាលាយឡំជាមួយនឹងតោមផ្កាមកមួយហើយបាទបងប្អូនអញ្ចឹងថ្ងៃនេះគឺគាត់បានសម្រេចចិត្តបាញ់ទាញផ្កាយកតែម្ដងបាទនៅថ្ងៃទី20ខែ11ឆ្នាំ2025ដែលគាត់ជ្រើសរើសឈុតទាញផ្កាតោមាសដែលមានតោអស្ចារ្យមួយហើយនឹងតោទាញផ្កាអញ្ចឹងចាំមើលមួយសប្តាហ៍ក្រោយបន្ទាប់ពីគាត់បាញ់ហើយបងអូននឹងមកថតជាលទ្ធផលថាបន្ទាប់ពីគាត់បាញ់ទាញផ្កាហើយតើផ្ការបស់គាត់ចេញមកស្រស់គ្នាអត់ហើយផ្កាតោមផ្កាហ្នឹងវាចេញមកជាចង្កមឬក៏វាមានគុណភាពដូចដែលបងអូនបាននិយាយកាលពីវីដេអូមុនអត់អញ្ចឹងចាំមើលទាំងអស់គ្នាប្រសិនបើពុកម៉ែបងប្អូនចង់ប្រឹក្សាបន្ថែមអំពីដំណាំចន្ទីអាច comment ឬក៏ឆាតចូលក្នុង page នេះបានអរគុណ